ថ្ងៃនេះខ្ញុំបាទមានសាច់រឿងរន្ធត់មួយពិសេសបាទដែលខ្ញុំបាទដាក់ចំណងជើងឲ្យថាកញ្ចក់នៅផ្ទះខ្មោចអញ្ចឹងយើងអាចចូលរួមស្ដាប់ទាំងអស់គ្នាហើយសូមស្ដាប់ដោយការជឿដោយពិចារណារាល់ការកំហុសខុសឆ្គងសូមអភ័យទោសក៏ដូចជាអធិស្ឋានទុកជាមុនព្រោះដោយសារតែសាច់រឿងនេះដែរខ្ញុំបានពីខាង AI ទេគឺគាត់ generate ឲ្យខ្ញុំក៏លើកសាច់រឿងនឹងមកនិយាយឃើញថាវាទំនងផងបាទរឿងនេះបានកើតឡើងនៅខេត្តដាច់ស្រយាលមួយដែលមានផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងទុកចោលជាយូរឆ្នាំមកហើយសម្រាប់អ្នកដែលជួបហេតុការណ៍នោះគឺមានឈ្មោះថាសូភីគឺជាសិស្សស្រីម្នាក់ដែលតែងតែចូលចិត្តរឿងអាថ៌កំបាំងថ្ងៃមួយនាងបានឮដំណឹងពីអ្នកភូមិថាផ្ទះចាស់មួយដែលធ្លាប់ជាកម្មសិទ្ធិរបស់ជីដូនជីតាដែលនាងមិនដែលស្គាល់ត្រូវបានទុកចោលច្រើនទសវត្សរ៍មកហើយដោយសារតែគេឈ្មោះដ៏ព្រឺព្រួចរបស់វាគ្មានអ្នកគេហ៊ានតែចិត្តផ្ទះនោះទេនាងមិនបានចាប់អារម្មណ៍នឹងការព្រមានរបស់អ្នកភូមិទេថានៅនោះមានខ្មោចមានអីចឹងទៅហើយដោយសារតែការចង់ដឹងចង់ឮរបស់សុភីក៏បានទៅចូលទៅក្នុងផ្ទះនោះទាំងកណ្ដាលថ្ងៃត្រង់ផ្ទះទាំងមូលមានសភាពត្រជាក់ធម្មតាហើយធំក្លិនផ្សិតនិងធូលីដីយ៉ាងច្រើននៅក្នុងផ្ទះនោះផងដែរនៅពេលដែលនាងដើរចូលទៅដល់បន្ទប់ក្រោមដំបូងដែលងងឹតសូនស្លុងសុភីក៏បានប្រទះឃើញវត្ថុមួយយ៉ាងធំគឺកញ្ចក់បុរាណកញ្ចក់បែបបុរាណណាបងប្អូនដែលមានស៊ុមឈើពីលើឆ្លាក់យ៉ាងស្អាតប៉ុន្តែផ្ទៃកញ្ចក់មានភាពស្រអាប់ខ្លាំងដូចមិនដែលមានអ្នកណាចូលមកសម្អាតនេះឡើយហើយនឹងមានពណ៌លឿងស្រាលដូចកញ្ចក់គេទុកចោលបាទហើយពេលនោះសុភីអត់បានកាត់ច្រើនទេក៏ចូលទៅឈោមកញ្ចក់នោះដើម្បីឆ្លោះមើលអញ្ចឹងណានាងបានលើកដៃក្រវីចុះឡើងហើយរូបនៅក្នុងកញ្ចក់នោះក៏បានលើកដៃក្រវីមកវិញប៉ុន្តែវាមានសភាពយឺតជាងកាយវិការរបស់នាងបានធ្វើបែបនេះម្ដងទៀតដោយក្រវីយ៉ាងលឿនប៉ុន្តែកញ្ចក់នោះក៏បានធ្វើកាយវិការត្រាប់តាមនាងត្រឹមតែមួយប្រព្រឹត្តភ្នែកក្រោយប៉ុណ្ណោះសុភីចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចនាងសម្លឹងមើលមុខរបស់នាងក្នុងផ្ទៃកញ្ចក់ភ្លាមនោះខណៈដែលសុភីនៅតែធ្វើមុខធម្មតានាងឃើញរូបនាងនៅក្នុងកញ្ចក់នោះមានការប្រែប្រួលគឺរូបនៅក្នុងនោះបែរជាមានស្នាមញញឹមវាជាស្នាមញញឹមដ៏ព្រឺព្រួចនិងយឺតដែលមិនមែនជាស្នាមរញឹមរបស់នាងឡើយចំណែកឯភ្នែកនៅក្នុងកញ្ចក់នោះវិញបានសម្លឹងចំមកកាន់នាងហាក់ដូចជាមានជីវិតហើយក៏បានចាប់ផ្ដើមធ្វើចលនាដោយខ្លួនឯងកុំសម្លឹងមើលវាសម្លេងមួយបានលាន់ឮនៅក្នុងក្បាលរបស់នាងសុភីបានស្រែកយ៉ាងខ្លាំងហើយរត់ចេញពីបន្ទប់ក្រោមដីដំបូលនោះភ្លាមដោយមិនបានគិតអ្វីទាំងអស់នាងបានចាក់ចេញពីផ្ទះនោះទាំងកណ្ដាលថ្ងៃត្រង់ហើយក៏បានត្រឡប់ទៅផ្ទះរបស់នាងវិញទាំងខ្លួនប្រែនញ័រទៅត្រឹកនាងសម្រេចចិត្តថានឹងមិនត្រឡប់ទៅផ្ទះនោះម្ដងទៀតឡើយប៉ុន្តែរឿងដ៏គួរឲ្យខ្លាចនេះមិនទាន់ចប់នៅត្រឹមនេះទេ3ថ្ងៃក្រោយមកសុភីកំពុងដុសធ្មេញនៅមុខកញ្ចក់បន្ទប់ទឹកធម្មតានាងក្រឡេកមើលមុខខ្លួនឯងឃើញថានាងមានទឹកមុខស្លេកស្លាំងបន្តិចនាងចាប់ផ្ដើមសម្លឹងមើលកញ្ចក់នោះជាយូរស្រាប់តែនៅក្នុងកញ្ចក់នោះនាងបានឃើញភាពព្រឺព្រួចដដែលការឆ្លុះកញ្ចក់របស់នាងនៅតែញញឹមទាំងដែលនាងមិនបានញញឹមសោះវាជាស្នាមញញឹមដ៏ព្រឺព្រួចដែលនាងបានឃើញនៅក្នុងផ្ទះចាស់នោះហើយវាមិនមែនជាស្នាមញញឹមរបស់នាងពិតប្រាកដទេសុភីលូកដៃចាប់មើលមុខខ្លួនឯងហើយស្រែកនាងដឹងថាអ្វីមួយបានចេញពីកញ្ចក់បុរាណនោះហើយឥឡូវនេះវាកំពុងតែរស់នៅក្នុងខ្លួនរបស់នាងចាប់តាំងពីថ្ងៃនោះមកគ្រប់កញ្ចក់នាងសម្លឹងមើលគឺតែងតែឃើញស្នាមញញឹមត្រជាក់មួយនោះនៅជានិច្ចជាស្នាមញញឹមដែលមិនមែនជារបស់នាងឡើយហើយវាចេះតែញញឹមដាក់នាងរៀងរាល់ម៉ោងសម្រាប់ប្រិយមិត្តបងប្អូនគិតយ៉ាងណាដែរសម្រាប់រឿងមួយសាច់រឿងនេះដោយសារតែនេះជារឿងរបស់ AI ជាអ្នកផលិតជូនខ្ញុំបាទក៏រៀននិយាយបណ្ដាព្រោះនេះជា episode ទី1ដែលខ្ញុំបានរៀបចំធ្វើដើម្បីចែកជូនពុកម៉ែបានស្ដាប់កំសាន្តពេលដែលអបសុកអញ្ចឹងទៅ
អញ្ចឹងបើសិនជាចូលចិត្តវីដេអូនេះសូមចុច like ក៏ដូចជា subscribe ម្នាក់មួយផងដើម្បីតាមដាននៅសាច់រឿងថ្មីៗដើម្បីខ្ញុំបាទនឹងផុសវីដេអូទៅពុកម៉ែបងប្អូនបានឃើញមុនគេតែម្ដងសូមអរគុណ